នៅឆ្នាំ2035តើរដ្ឋាភិបាល Digital នឹងផ្លាស់ប្ដូរការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងដូចម្តេចអរុនសុស្ដីខ្ញុំឈ្មោះកញ្ចនាជាយុវតីសម័យ Digital ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ខ្ញុំមានភាពងាយស្រួលនិងរស់រវើកគ្រាន់តែចុចចូលទៅថ្នាល Digi Super App ខ្ញុំអាចប្រើប្រាស់សេវាសាធារណៈដែលខ្ញុំត្រូវការបានទាំងអស់សាច់ជូនដំណឹងវគ្គបន្តបណ្ដាស្ដីពីសន្តិសុខ Cyber នឹងចាប់ផ្ដើមនៅម៉ោង 2:00 នាទីរសៀលនេះសូមបងប្អូនចុះឈ្មោះចូលរៀនតាមរយៈតំណភ្ជាប់ខាងក្រោមសូមអរគុណហើយជួបគ្នានៅរសៀលនេះសុភាកញ្ចនាគ្រប់ឯកសារសំខាន់ៗរបស់ខ្ញុំទាំងអស់សុទ្ធតែមាន QR code verify ដូចនេះការចុះឈ្មោះនិងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារគឺមានភាពងាយស្រួលរហ័សហើយចង់ធ្វើពេលណាក៏បានការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានជួយកាត់បន្ថយការធ្វើនិច្ចានុកូលកម្មលើឯកសារថតចម្លងផ្ដល់ទំនុកចិត្តចំណេញពេលវេលានិងកាត់បន្ថយការចំណាយបានច្រើនខ្ញុំមិនដឹងថាត្រូវត្រៀមអីខ្លះទេការស្នើសុំឯកសារសាធារណៈកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សទោះបីជាយើងមិនដឹងពីនីតិវិធីឬដំណើរការស្នើសុំក៏ដោយគ្រាន់តែសួរទៅបញ្ញា AI ជាការស្រេចខ្ញុំពពោះបាន8ខែហើយខ្ញុំចង់ដឹងថាដើម្បីស្នើសុំការរៀបចំសម្បត្តិកំណើតកូនតើខ្ញុំត្រូវការអ្វីខ្លះបញ្ញា AI នឹងណែនាំយើងពីឯកសារពាក់ព័ន្ធដែលត្រូវមានរួចបញ្ជូនទៅស្ថាប័នពាក់ព័ន្ធដោយស្វ័យប្រវត្តិដើម្បីរៀបចំធ្វើលិខិតនេះបន្ទាប់ពីរួចរាល់បញ្ញា AI នឹងជូនដំណឹងទៅអ្នកជាការស្រេចបញ្ញា AI ជំនួយការឆ្លាតវៃក្នុងដៃអ្នកការផ្ទៀងផ្ទាត់ព័ត៌មានថាជាព័ត៌មានពិតនឹងមកពីប្រភពដែលអាចជឿទុកចិត្តបានមិនពិបាកទេបើយើងបានទទួលព័ត៌មានដែលគួរឲ្យសង្ស័យណាមួយយើងអាចផ្ទៀងផ្ទាត់បានភ្លាមតាមរយៈថ្នាល go.gov.kh ងាយស្រួលប្រើប្រាស់និងលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអនឡាញការអប់រំឥតដែនកំណត់តាមរយៈថ្នាលនិងកម្មវិធីរដ្ឋាភិបាល Digital សិស្សានុសិស្សនៅទីក្រុងភ្នំពេញតាមបណ្ដាខេត្តនិងតំបន់ដាច់ស្រយាលសុទ្ធតែអាចចូលរៀនជាមួយគ្នាបានទាំងអស់នេះជាកម្ពុជានៅឆ្នាំ2035គ្រប់យ៉ាងត្រូវបានតបជាប់និងមានភាពជិតស្និទ្ធជាមួយសេវាអ៊ីនធឺណិតល្បឿនលឿនគ្រប់ដណ្ដប់ទូទាំងផ្ទៃប្រទេសដែលជួយតបជាប់និងកាត់បន្ថយគម្លាត Digital ដោយធានាបានថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយបន្ថែមពីនេះទៅទៀតដើម្បីបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគណៈកម្មាធិការរដ្ឋាភិបាល Digital បានដាក់ឲ្យប្រើប្រាស់ថ្នាល Digi Super App ជាមួយថ្នាល Digi Super App គ្រប់សេវាសាធារណៈទាំងអស់គឺអាចរកបាននៅលើកម្មវិធីតែមួយដែលកាត់បន្ថយភាពស្មុគស្មាញលើការបញ្ជូនទិន្នន័យដដែលចំណេញពេលវេលានិងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់Digi Super App ថ្នាលមួយសេវាសាធារណៈច្រើនរួមបញ្ចូលគ្នាចាប់ផ្ដើមពីចក្ខុវិស័យរហូតចេញជាសមិទ្ធផលពិតជាក់ស្ដែងរាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាល Digital ទាំងអស់នេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគណៈកម្មាធិការរដ្ឋាភិបាល Digital និងកិច្ចសហការយ៉ាងស្អិតរមួតពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិយើងសហការគ្នាដើម្បីសម្រេចគោលដៅតែមួយគឺលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរការកសាងរដ្ឋាភិបាល Digital លើកកម្ពស់បរិវត្តកម្ម Digital កម្ពុជានៅឆ្នាំ2035និងទៅអនាគតរួមគ្នានាំកម្ពុជាឆ្ពោះទៅកាន់ផែនទី Digital ពិភពលោក